ជាបឋមខ្ញុំបានឈ្មោះគីឡេខ្ញុំបានឈ្មោះកលីខ្ញុំបានឈ្មោះតូរេពិសេសរៀននៅទី6កនៃសាលាអន្តរជាតិ UKL សូមនំអងកាយគោរពចំពោះលោកគ្រូអ្នកគ្រូសិស្សានុសិស្សរួមទាំងប្រិយមិត្តទាំងអស់ទីគោរពរាប់អានថ្ងៃនេះពួកយើងទាំង3នាក់ពិតជាមានសេចក្តីសប្បាយយ៉ាងក្រៃលែងដែលបានលើកយកអត្ថន័យនៃកលទជាប្រទេសកម្ពុជាមកចែករំលែកចំណេះដឹងដល់អ្នកទាំងអស់គ្នានៅក្នុងវីដេអូនេះតើទជាប្រទេសកម្ពុជាមានប្រមាណពណ៌ហើយពណ៌នីមួយៗមានអត្ថន័យដូចនេះទៅទជាប្រទេសកម្ពុជាបានដែរប្រើប្រាស់ជាផ្លូវការនៅឆ្នាំ1993ក្រោយពីកម្មមួយឆ្នាំទជាប្រទេសកម្ពុជាមាន3ពណ៌គឺផ្នែកខាងលើនិងផ្នែកខាងក្រៅមានពណ៌ខៀវផ្នែកកណ្ដាលពណ៌ក្រហមមានរូបប្រាសាទអង្គរពណ៌សនិងចុងកណ្ដាលពណ៌ខៀវតំណាងសាមគ្គីភាពភេរវភាពនៃការករុណាសន្តិភាពអហិង្សាដែលស្ថិតនៅក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះមហាក្សត្រនិងតំណាងអកិតត្រជាក់ត្រជុំនៃសមជាតិដ៏ស្រស់បំព្រងពណ៌ក្រហមតំណាងឲ្យស្មារតីអបអរក្លាហានពុទ្ធប្រវត្តិសាស្ត្រពលីកម្មសម្បត្តិយ៉ាងដើម្បីចាក់ដីទារូបប្រាសាទអង្គរពណ៌សតំណាងរេធខ្មែរដ៏រុងរឿងនាសម័យមហានគរតំណាងសាសនាសិលធម៌និងចរិយាធម៌ជាចំបញ្ចប់ខ្ញុំសូមអរគុណដល់លោកគ្រូអ្នកគ្រូសិស្សានុសិស្សនិងប្រិយមិត្តទាំងអស់គ្នាដែលបានចំណាយពេលទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់ហើយខ្ញុំបានសង្ឃឹមយ៉ាងមុតមាំថាសិស្សានុសិស្សទាំងអស់នឹងយល់ដឹងអំពីអត្ថន័យនៃទង់ជាប្រទេសកម្ពុជាកាន់តែច្បាស់បន្ថែមទៀតសូមអរគុណ